ជម្រាបសួរមកបងខ្មែរវីដេអូព្រឹកនេះគឺចង់ចែកចាយដល់បងប្អូនពីរឿងផ្លែឈើផ្លែឌូរ៉េនឬក៏ទូរ៉េនអញ្ចឹងទៅដោយសារខ្ញុំទៅតែបានព័ត៌មាននឹងមកចង់ចែកចាយដល់បងប្អូនថាផ្លែឌូរ៉េននេះគឺអ្នកដែលបរិភោគច្រើនជាងគេឬក៏ប្រទេសដែលនាំចូលច្រើនជាងគេគឺប្រទេសចិនហើយប្រទេសដែលលក់ទៅឲ្យប្រទេសចិនហ្នឹងច្រើនជាងគេគឺប្រទេសនៅជិតខាងយើងនេះប្រទេសដែលចង់បានរបស់យើងនេះម្ល៉េះហើយផ្លែឌូរ៉េនហ្នឹងឆ្នាំមុននេះចិនក៏គេផ្អាកទិញពីប្រទេសហ្នឹងដោយសារគេរកឃើញថាផ្លែឌូរ៉េនហ្នឹងមានសារជាតិគីមីហ្នឹងគេហៅថា yellow 2គឺជាលក្ខដែលគេដាក់លាយទឹកហើយគេយកឌូរ៉េនហ្នឹងយកទៅជ្រលក់នៅក្នុងទឹកហ្នឹងម្ល៉េះហើយចិនគេយកទៅតេស្តមើលទៅគេឃើញសារជាតិហ្នឹងនៅលើឌូរ៉េនម្ល៉េះហើយអា yellow 2ហ្នឹងគឺជាសារជាតិគីមីបាទគីមីចំហ្នឹងខ្ញុំធ្លាប់ឃើញគេបង្ហោះដែរណាម្ល៉េះហើយចិនគេផ្អាកទិញឌូរ៉េនពីប្រទេសហ្នឹងហើយម្ល៉េះហើយប្រទេសហ្នឹងឆ្នាំមុនហ្នឹងបាសជើងដោយសាររឿងនាំផ្លែឌូរ៉េនហ្នឹងចេញទៅប្រទេសចិនហ្នឹងចេញអត់បានទេគេបាត់បង់60តោនបាទ60តោនឌូរ៉េន60តោនច្រើនណាស់បងប្អូនម្ល៉េះហើយគេថតឲ្យយើងឃើញគេយកទៅកប់គេជីងដៅមួយអញ្ចឹងទៅគេយកឌូរ៉េនហ្នឹងយកទៅកប់ក្នុងហ្នឹងដោយសារវាមានសារជាតិគីមីម្ល៉េះហើយចិនគេប្រាប់ទៅប្រទេសហ្នឹងតលទៅប្រទេសហ្នឹងដូររបៀបថែទាំឌូរ៉េនឬក៏ដូររបៀបលក់ឌូរ៉េនឬក៏ដាំឌូរ៉េនដើម្បីកុំឲ្យមានជាតិគីមីអាហ្នឹងឆ្នាំមុនទេណាប្រទេសផ្សេងគេឃើញអញ្ចឹងគេយកអាកាសហ្នឹងដើម្បីគេចង់លក់ឌូរ៉េនហ្នឹងទៅឲ្យប្រទេសចិនដែរទាំងប្រទេសម៉ាឡេប្រទេសឥណ្ឌូនេស៊ីប្រទេសហ្វីលីពីនហើយប្រទេសជិតខាងយើងមួយទៀតតែប្រទេសជិតខាងហ្នឹងលក់ឌូរ៉េនហ្នឹងទៅឲ្យប្រទេសចិនមែនតែចិនក៏ក្រោយមកចិនក៏យកទៅតេស្តទៅគេពិនិត្យទៅឃើញជាតិគីមីដែរដល់ហើយគេក៏ផ្អាកដែរបាទតែសម័យឥឡូវនេះខ្ញុំមិនទាន់ដឹងថាអ្វីវាបានល្អប្រសើរទេណាម្ល៉េះខ្មែរយើងហ្នឹងខ្ញុំឃើញមានចំការឌូរ៉េនច្រើនមែនតើយើងគួរយកឱកាសហ្នឹងដើម្បីទាញយកទីផ្សាររបស់ចិនដែរណាព្រោះខ្ញុំមិនមែនអ្នករកស៊ីខាងហ្នឹងទេខ្ញុំអត់មានចំការឌូរ៉េនទេក៏ប៉ុន្តែគ្រាន់តែខ្ញុំចង់ចែកចាយរឿងហ្នឹងដើម្បីឲ្យបងប្អូនខ្មែរយើងដឹងថា number 1 exporter ប្រទេសដែលគេ export ឌូរ៉េនដែលនាំឌូរ៉េនចេញច្រើនជាងគេគឺប្រទេសជិតខាងយើងហ្នឹងដល់មានបញ្ហាពីរឿងជាតិគីមីហ្នឹងទៅប្រទេសផ្សេងគេយកឱកាសហ្នឹងខ្មែរយើងគួរយកឱកាសហ្នឹងដែរបាទអូខេហើយខ្ញុំមិនដឹងថាខ្មែរយើងបានលក់ឌូរ៉េនហ្នឹងចេញទៅប្រទេសចិនប្រហែលតោននេះខ្ញុំអត់ដឹងទេក៏ប៉ុន្តែខ្ញុំឃើញអត្ថបទមួយគេនិយាយដែរថាខ្មែរយើងដាំឌូរ៉េនតាមធម្មជាតិយើងអត់ប្រើជាតិគីមីទេអានេះខ្ញុំមើលនៅអត្ថបទហ្នឹងទេណាម្ល៉េះហើយធ្វើឲ្យខ្ញុំមានអារម្មណ៍មើលល្អដែរដោយសារខ្មែរយើងអត់ប្រើជាតិគីមីចង់បកទៅរឿងឌូរ៉េនដែលចលក់នៅក្នុងទឹក yellow 2គឺមានពាក្យរបស់គេផ្សេងទៀតក៏ប៉ុន្តែយើងយកពាក្យស្រួលយល់គឺ yellow 2គឺជាលក្ខពណ៌លឿងវាមានកម្រិត number 2វាមានលេខរបស់វា yellow 2ហ្នឹងសារជាតិគីមីហ្នឹងមិនមែនគ្រាន់តែគេយកមកប្រើដាក់ទឹកចលក់ឌូរ៉េនយកផ្លែឈើឲ្យទៅចលក់ទេគេប្រើនៅក្នុងម្ហូបដែរបងប្អូនដែលចង់ថែកូនយើងកុំសូវឲ្យឈឺថែសុខភាពយើងបងប្អូនគួរតែយល់ពីសារជាតិ yellow 2សារជាតិលក្ខពណ៌ហ្នឹងព្រោះលក្ខដែលយើងយកមកប្រើយើងទិញយកមកប្រើនៅលើម្ហូបយើងហ្នឹងគឺយើងប្រើជាតិគីមីមិនមែនជាសារជាតិធម្មជាតិទេយើងអាចប្រើរបស់ធម្មជាតិក៏បានដែរដែលគេធ្វើមកពីការ៉ុតគេធ្វើមកពីផ្លែដែលមានពណ៌គឺយកផ្លែដែលមានពណ៌ហ្នឹងយកមកធ្វើជាពណ៌គេយកមកប្រើបានដូចគ្នាទេតែដោយសារពួករោងចក្រគេអត់ធ្វើអញ្ចឹងទេគេយក yellow 2គេយកជាតិគីមីវាថោកជាងគេយកមកប្រើគេយកមកផលិតជា volume ផលិតច្រើននៅក្នុងរោងចក្រគេយក yellow 2គេយកគីមីនឹងយកមកប្រើសូម្បីនៅក្នុងមីក៏មានដែរនៅក្នុងស្ករគ្រាប់ក៏មានដែរនៅក្នុងក្រែមក៏មានដែរនៅក្នុងនំក៏មានដែរអា yellow 2ហ្នឹងអាលក្ខហ្នឹងដល់ហើយបងប្អូនយល់ពីរឿងលក្ខហ្នឹងសូម្បីតែចិនក៏គេហាមដែរគេផ្អាកទិញឌូរ៉េនព្រោះចិនឥឡូវគេ strict គេពិនិត្យម្ហូបដែលយកចូលទៅក្នុងប្រទេសគេ
ហើយម្ល៉េះហើយមានពាក្យគេហៅថាប្រាប់ប្រកានដែរគេមានពាក្យចចាមអារាមនិយាយថាប្រទេសចិនឬក៏ប្រទេសនេះប្រទេសខ្មែរម្ហូបអត់ល្អទេប្រទេសចិនម្ហូបអត់ល្អទេប្រទេសអាស៊ីយើងម្ហូបអត់ល្អទេការពិតវានៅតែការពិតចឹងខ្ញុំដឹងប៉ុន្តែខ្ញុំមិនបាច់យកមកនិយាយទេកុំឲ្យបងប្អូនយើងថាខ្ញុំវាយប្រហារបងប្អូនខ្ញុំធ្លាប់ប្រាប់បងប្អូនថាខ្ញុំមិនងាយទៅពេទ្យខ្ញុំមិនងាយឈឺគ្រួសារខ្ញុំដូចគ្នាដែរដោយសារអីបងប្អូនដឹងទេព្រោះរឿងអាយ៉ាឡូធូរឿងលាក់រឿងគីមីរឿងអីនេះខ្ញុំដឹងយូរហើយរាប់សិបឆ្នាំហើយខ្ញុំជៀសវាងវាបាទជៀសវាងម្ល៉េះពេលដែលយើងទិញមីយើងគួរតែមើលនៅលើកញ្ចប់មីបងប្អូនចេះភាសាបងប្អូនមើលទៅខ្ញុំធ្លាប់រៀនមកគេប្រាប់ថាបើសិនជាយើងអាននៅភាសាអង់គ្លេសហ្នឹងអានេះនិយាយចំពោះតែអ្នកដែលចេះភាសាអង់គ្លេសទេណាពេលដែលយើងចេះភាសាអង់គ្លេសហើយដល់យើងអាននៅលើកញ្ចប់វាហ្នឹងយើងអានភាសាអង់គ្លេសតើ ingredients របស់វាហ្នឹងគឺគ្រឿងក្រៅវាដាក់ស្អីខ្លះពេលយើងអានទៅយើងអានអត់យល់មានន័យថាយើងចេះអង់គ្លេសដែរតែយើងអានវាមិនយល់ដោយសារភាសាអង់គ្លេសគេអាចដូរទៅដូរមកគេប្រើពាក្យពេទ្យដែលគេប្រើនៅក្នុង lab ថ្នាំពេទ្យពាក្យជ្រៅម្ល៉េះហើយយើងអានអត់យល់ទេហេតុអីក៏គេមិនប្រើពាក្យ simple ហេតុអីក៏គេមិនប្រើពាក្យស្រួលបើគេប្រើពាក្យស្រួលវាស្រួលយល់ពេកតែយើងអានទៅយើងឃើញអ្វីដែលយើងមិនចង់បានដូចជាគីមីហេតុអីក៏គេមិនដាក់ពាក្យនៅលើហ្នឹងថាគីមីគេអត់ប្រើពាក្យគីមីអញ្ចឹងទេអត់ទេគេប្រើ yellow too គេប្រើពាក្យលាក់ពាក្យអីផ្សេងដើម្បីយកមកជំនួសយកមក substitute ពាក្យហ្នឹងយកមកជំនួសដើម្បីកុំឲ្យយើងយល់ដល់យើងអត់យល់ទៅគឺយើងទិញហើយបើសិនជាយើងអានអក្សរនឹងអត់ដាច់ទេកុំទិញវាហើយម្ល៉េះហើយរឿង yellow too រឿងសារជាតិគីមីនេះវាមាននៅក្នុងស្ករគ្រាប់ដែលមានពណ៌នំដែលមានពណ៌អ្វីក៏ដោយឲ្យតែមានពណ៌បងប្អូនត្រូវពិនិត្យបើគេធ្វើមកពីសារជាតិធម្មជាតិធ្វើមកពីផ្លែឈើបន្លែផ្លែឈើអត់អីទេតែបើធ្វើមកពីសារជាតិគីមីបងប្អូនត្រូវកាត់បន្ថយយើងហូបយូរទៅអត់ល្អទេដូចយើងហូបមីយើងតែងតែនិយាយថាមិនក៏យើងហូបមីទៅច្រើនទៅវាមានបញ្ហាបងប្អូនមិនដឹងថាវាមានមកពីស្អីបានយើងហូបមីច្រើនទៅវាមានបញ្ហាទេម្ល៉េះហើយខ្ញុំទិញខ្ញុំតែងតែមើលអញ្ចឹងសូម្បីតែមីសូម្បីតែស្ករគ្រាប់ក៏ខ្ញុំមើលដែរស្ករគ្រាប់ដែលមានពណ៌ហ្នឹងហើយហើយវាមានពាក្យច្រើនទៀតអញ្ចឹងបានយើងទិញ ice cream នៅប្រទេសដែលខ្ញុំធ្លាប់នៅបងប្អូនសាកទៅទិញ ice cream ដែល ice cream brand ដែលល្បីបងប្អូនយកអក្សរមកមើលតើបងប្អូនមើលដាច់អត់ឬក៏ទិញស្អីក៏ដោយទិញមកបងប្អូនមើលតើបងប្អូនមើលដាច់អត់អក្សរហ្នឹងបើបងប្អូនមើលមិនដាច់ទេមានន័យថារបស់ហ្នឹងគឺអត់ល្អទេមានន័យអញ្ចឹងខ្ញុំមកស្រុកខ្មែរខ្ញុំអាចឲ្យកូនខ្ញុំហូប ice cream បានច្រើនជាងមុនដោយសារឯងខ្ញុំមើលទៅវា simple ព្រោះម្ហូបនៅស្រុកខ្មែរយើងចេះធ្វើ simple អញ្ចឹងអត់ដាក់អីញ៉ៃទេកុំឲ្យយើងហូបម្ហូបទុកហ្នឹងវាចេញមេរោគអូខេសូម្បីចិនគេផ្អាកទិញចិនគេនិយាយថាដូរ៉េនមកពីប្រទេសជិតខាងយើងហ្នឹងប្រើជាតិគីមីហេតុអីក៏យើងភ្លុកទិញដូរ៉េនមកពីប្រទេសជិតខាងហ្នឹងយកមកហូបហេតុអីក៏យើងមិនហូបដូរ៉េននៅស្រុកខ្មែរដែលយើងដាំខ្លួនឯងហើយគេចុះអត្ថបទទៀតថាដូរ៉េនខ្មែរយើងគឺធម្មជាតិគេនិយាយចឹងបាទហើយម្ល៉េះហើយដូរ៉េនយើងល្អជាងយើងយកឱកាសហ្នឹងដើម្បីលក់ដូរ៉េនយើងទៅប្រទេសចិនដោយសារអ្នកជិតខាងយើងក៏ប្រើគីមីហើយយើងទិញដូរ៉េនគេយកមកហូបហេតុអីក៏យើងមិនហូបដូរ៉េនខ្មែរយើងគឺបរិសុទ្ធផងធម្មជាតិទៀតបាទហើយនឹងyellow too ហ្នឹងគឺជាសារជាតិគីមីដែលមាននៅក្នុងមីនៅក្នុងម្ហូបផ្សេងដែលមានពណ៌លឿងហ្នឹងណាបងប្អូនត្រូវប្រយ័ត្នហូបច្រើនអត់ល្អទេអូខេមិនថានៅប្រទេសគេប្រទេសយើងទេបាទអូខេវីដេអូមួយនេះមានតែប៉ុណ្្នឹងទេហ្នឹងហើយសំណាងល្អបាយ